ហេតុអ្វីបានអាណាចក្រខ្មែរដ៏អស្ចារ្យបានដួលរលំនៅក្នុងបេះដូងនៃអាស៊ីអាគ្នេយ៍ធ្លាប់មានមហានគរមួយដែលបានកសាងប្រាសាទថ្មដ៏ធំបំផុតនៅក្នុងពិភពលោកនោះគឺចក្រភពអង្គរដែលមានភាពរុងរឿងអស់ជាច្រើនសតវត្សរ៍ពួកគេបានគ្រប់គ្រងទឹកដីដ៏ធំទូលាយមានប្រព័ន្ធធារាសាស្ត្រដ៏ទំនើបនិងវប្បធម៌ដ៏សម្បូរបែបតែនៅពាក់កណ្ដាលសតវត្សរ៍ទី15ស្រាប់តែរាជធានីដ៏មហិមានេះត្រូវបានគេបោះបង់ចោលតើមានអ្វីកើតឡើងតើមូលហេតុតែមួយគត់គឺសង្គ្រាមឬក៏កត្តាសំខាន់ជាច្រើនផ្សេងទៀតដែលនាំឲ្យអាណាចក្រមួយនេះដួលរលំនៅក្នុងវីដេអូនេះយើងនឹងធ្វើការវិភាគស៊ីជម្រៅដោយលើកយកកត្តាធំ4ដែលជាឫសគល់នៃភាពធ្លាក់ចុះនិងអន់ថយនៃមហាអាណាចក្រខ្មែរបញ្ហាទី1គឺបញ្ហាទាក់ទងនឹងបរិស្ថាននិងប្រព័ន្ធទឹកកត្តាដំបូងបង្អស់គឺបរិស្ថានអាណាចក្រអង្គរពឹងផ្អែកទាំងស្រុងទៅលើប្រព័ន្ធធារាសាស្ត្រដ៏ស្មុគស្មាញមានបារាយណ៍និងប្រឡាយផ្សេងជាច្រើនដើម្បីគ្រប់គ្រងទឹកសម្រាប់ការងារកសិកម្មចិញ្ចឹមប្រជាជនរាប់លាននាក់ដែលយោងតាមការស្រាវជ្រាវបែបវិទ្យាសាស្ត្រទៅលើរង្វង់សាច់ឈើ The Three Ring Analysis បានរកឃើញថានៅក្នុងសតវត្សទី14និងទី15តំបន់អង្គរបានជួបប្រទះនូវភាពរាំងស្ងួតដ៏ធំនិងយូរអង្វែងរាប់ទសវត្សរ៍បន្ទាប់មកក៏មានរដូវវស្សាដែលមានទឹកជំនន់ខ្លាំងដែលធ្វើឲ្យខូចខាតដល់ប្រព័ន្ធទំនប់និងប្រឡាយទឹកភាពប្រែប្រួលនៃអាកាសធាតុដ៏គំហុកនេះបានធ្វើឲ្យកសិកម្មចុះខ្សោយនិងប្រព័ន្ធផ្គត់ផ្គង់អាហារក៏មានវិបត្តិទៅតាមនោះចំណុចបន្ទាប់គឺតាក់ទងជាមួយនឹងសង្គ្រាមសាសនានិងភាពចុះខ្សោយនៃលទ្ធិទេវរាជនៅពេលដែលអាណាចក្រកាន់តែរីកធំជម្លោះសាសនាក៏កាន់តែកើនឡើងពីដំបូងព្រះមហាក្សត្រខ្មែរគោរពព្រហ្មញ្ញសាសនាឬលទ្ធិទេវរាជដែលបានបង្រួបបង្រួមជាតិនិងផ្ដល់អំណាចដាច់ខាតដល់ព្រះមហាក្សត្រប៉ុន្តែចាប់ពីសតវត្សទី13ព្រះពុទ្ធសាសនាថេរវាទបានចាប់ផ្ដើមរីកសាយភាយយ៉ាងខ្លាំងក្នុងចំណោមប្រជាជននិងរាជសានុវង្សការផ្លាស់ប្ដូរជំនឿនេះបានធ្វើឲ្យលទ្ធិទេវរាជចុះខ្សោយនៅអំណាចដែលនាំឲ្យមានការបាក់បែកនិងមានចំនួនផ្ទៃក្នុងរវាងក្រុមគ្រួសាររាជវង្សនិងការបាក់បែកសាមគ្គីភាពជាតិការចុះខ្សោយនៃអំណាចកណ្ដាលនេះបានឲ្យការគ្រប់គ្រងប្រទេសទាំងមូលមានភាពរញ៉េរញ៉ៃនិងធនធានក៏ត្រូវបានបាត់បង់ដោយសារតែសង្គ្រាមរវាងក្រុមនិងបកពួកផ្សេងគ្នាចំណុចបន្ទាប់ដែលអាចជាការតាក់ទងជាមួយនឹងភាពទន់ខ្សោយនៃអាណាចក្រអង្គរផងនោះគឺអាចមកពីកត្តានៃការហត់នឿយនៃធនធាននិងការចំណាយទៅលើសំណង់រយៈពេលនៃភាពរុងរឿងគឺជាពេលដែលព្រះមហាក្សត្របានកសាងប្រាសាទធំជាច្រើនដូចជាប្រាសាទអង្គរវត្តនិងប្រាសាទបាយ័នដើម្បីបង្ហាញអំពីអំណាចនិងជំនឿរបស់ព្រះអង្គប៉ុន្តែការកសាងដ៏ធំសម្បើមនិងឥតឈប់ឈរនេះតម្រូវឲ្យមានការចំណាយធនធានមនុស្សនិងធនធានសេដ្ឋកិច្ចយ៉ាងច្រើនសន្ធឹកសន្ធាប់ការទាញយកកម្លាំងពលកម្មនិងធនធានយ៉ាងច្រើនចេញពីផលិតកម្មកសិកម្មបានធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាជនទូទៅកាន់តែលំបាកបន្តិចម្ដងហើយការកៀងគរកម្លាំងពលកម្មបានធ្វើឲ្យវិស័យកសិកម្មចុះអន់ថយដែលនេះជាបន្ទុកសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរដែលធ្វើឲ្យអាណាចក្រទាំងមូលចុះខ្សោយពីខាងក្នុងចំណុចទី4សម្ពាធភូមិសាស្ត្រនយោបាយនិងសង្គ្រាមដែលគ្មានទីបញ្ចប់ខណៈដែលកត្តាផ្ទៃក្នុងធ្វើឲ្យខ្មែរចុះខ្សោយសម្ពាធពីខាងក្រៅក៏ចាប់ផ្ដើមកើនឡើងការធ្វើចំណាកស្រុកនៃជនជាតិថៃដែលចុះមកពីតំបន់យូណានប្រទេសចិនបន្ទាប់ពីការឈ្លានពានរបស់ម៉ុងហ្គោលបានធ្វើឲ្យនគរអយុធ្យាកាន់តែខ្លាំងក្លាឡើងនគរថ្មីនេះបានក្លាយជាគូប្រកួតប្រជែងដ៏ធ្ងន់ធ្ងរការវាយប្រហារដ៏ធំនិងដដែលពីសំណាក់កងទ័ពសៀមជាពិសេសការវាយលុកដ៏កក្រឹកកក្រែងនៅសតវត្សទី15បានធ្វើឲ្យអង្គរខូចខាតយ៉ាងធ្ងន់ធ្ងរការដណ្ដើមយកទីក្រុងអង្គរព្រមទាំងការកៀងយកប្រជារាស្ត្រនិងអ្នកជំនាញទៅប្រទេសសៀមបានធ្វើឲ្យកម្លាំងពលកម្មនិងបញ្ញវន្តខ្មែរត្រូវបាត់បង់យ៉ាងច្រើននេះជាកត្តាសម្រេចចិត្តដែលធ្វើឲ្យស្ដេចខ្មែរសម្រេចចិត្តក្នុងការបោះបង់ចោលនៅក្រុងអង្គរហើយផ្លាស់ប្ដូររាជធានីទៅកាន់ភាគខាងត្បូងវិញដើម្បីងាយស្រួលក្នុងការការពារនិងការផ្គត់ផ្គង់ស្បៀងអាហារ
សរុបមកការដួលរលំនៃចក្រភពខ្មែរមិនមែនជាលទ្ធផលមកពីកត្តាតែមួយនោះទេតែជាការប្រមូលផ្ដុំនៃកត្តាចម្រុះដែលបានជះឥទ្ធិពលទៅលើគ្នាទៅវិញទៅមកទី1កត្តាបរិស្ថានដែលបណ្ដាលមកពីគ្រោះមហន្តរាយធម្មជាតិធ្វើឲ្យប្រព័ន្ធធារាសាស្ត្រទទួលការខូចខាតគោលនយោបាយនិងសាសនាចំនួនផ្ទៃក្នុងនិងការចុះថយនៃអំណាចរបស់ព្រះមហាក្សត្រសេដ្ឋកិច្ចការចំណាយហួសហេតុទៅលើការកសាងសំណង់ធ្វើឲ្យប្រជាជនមានការហត់នឿយសម្ពាធយោធាគឺជាសម្ពាធដែលមកពីប្រទេសជិតខាងជាពិសេសនគរសៀមទោះបីជាយ៉ាងណាក៏ដោយអរិយធម៌ខ្មែរមិនបានស្លាប់បាត់បង់ទៅណាឡើយការចាក់ចេញពីក្រុងអង្គរគ្រាន់តែជាការផ្លាស់ប្ដូររាជធានីប៉ុណ្ណោះហើយស្មារតីរបស់ខ្មែរនៅតែបន្តរស់រានមានជីវិតរហូតមកដល់សប្តាហ៍ថ្ងៃនេះតើអ្នកគិតថាកត្តាមួយណាដែលមានឥទ្ធិពលបំផុតសូមចែករំលែកមតិរបស់អ្នកនៅខាងក្រោមវីដេអូនេះសូមចុច like និង subscribe ដើម្បីទទួលបានវីដេអូប្រវត្តិសាស្ត្រផ្សេងៗទៀតសូមអរគុណ